ទូទាយជូនដល់លោកអ្នកដែលកើតនៅឆ្នាំជូតបាទអ្នកដែលកើតឆ្នាំជូតរិស័យសម្រាប់ខែធ្នូឆ្នាំ2025បាទរិស័យខែធ្នូឆ្នាំ2025លោកអ្នកដែលកើតនៅឆ្នាំជូតគឺលេខសំណាងរបស់អស់លោកអ្នកគឺលេខ457បាទលេខសំណាងលោកអ្នកដែលកើតនៅឆ្នាំជូតគឺលេខ457ចំណែកពណ៌សំណាងពណ៌ស្វាយអញ្ចឹងបងប្អូនដែលកើតឆ្នាំជូតសូមបងប្អូនខមមិនលេខសំណាងលេខ457បងប្អូនណាបាទចឹងលេខសំណាងអ្នកកើតឆ្នាំជូតលេខ457ពណ៌សំណាងពណ៌ស្វាយជីវិតអ្នកកើតឆ្នាំជូតបងប្អូនទាំងអស់គ្នាត្រូវដឹងថាជីវិតរបស់អ្នកកើតឆ្នាំជូតគឺរៀងអភ័ព្វបន្តិចអភ័ព្វនឹងអភ័ព្វយ៉ាងម៉េចគឺមកជីវិតរបស់អ្នកកើតឆ្នាំជូតទោះបីយើងធ្វើល្អយ៉ាងម៉េចក៏ដោយទោះបីយើងផឹងជួយគេយ៉ាងម៉េចក៏ដោយទោះបីយើងលះបង់ឲ្យគេយ៉ាងម៉េចក៏ដោយក៏គេមើលមិនឃើញក៏គេមើលមិនដឹងអំពីតម្លៃនៃការលះបង់របស់យើងដែរអញ្ចឹងមកជីវិតអ្នកកើតឆ្នាំជូតនឹងពាក្យខ្មែរគេថាមានទៅមានមកប៉ុន្តែអ្នកកើតឆ្នាំជូតមកជីវិតអត់ដែលមានមកគឺមានទៅជួយគេរហូតដល់ថ្នាក់ភ្លេចជួយខ្លួនឯងហើយអ្នកកើតឆ្នាំជូតមកជីវិតបងប្អូនណាសេចក្តីសុខមានតិចបំផុតចំណែកសេចក្តីទុក្ខគឺមានច្រើនមែនទែនបាទមានច្រើនហើយឥឡូវនឹងរហូតមកដល់ពេលឥឡូវហ្នឹងសេចក្តីសុខក៏មិនទាន់មានដែរណានៅតែសេចក្តីទុក្ខនៅឡើយទេមកជីវិតអ្នកកើតឆ្នាំជូតហ្នឹងគឺឧបសគ្គចូលមកច្រើនជាងឆ្នាំណាទាំងអស់ហើយគេមើលទៅគេថាអ្នកកើតឆ្នាំជូតហ្នឹងរឹងមាំគេថាអ្នកកើតឆ្នាំជូតហ្នឹងប្រកែប៉ុន្តែអ្នកកើតឆ្នាំជូតហ្នឹងគ្មានរឹងមាំគ្មានប្រកែអីទេប៉ុន្តែគាត់តែដឹងនៅក្នុងតិចខ្លួនឯងយ៉ាងច្បាស់ថាបើសិនជាអញហ្នឹងមិនរឹងមាំមិនប្រកែក៏មិនអាចពឹងអ្នកណាមួយឲ្យគេមកជួយយើងបានដែរអញ្ចឹងយើងត្រូវតស៊ូយើងត្រូវរឹងមាំប៉ុន្តែបេះដូងអ្នកកើតឆ្នាំជូតបងប្អូនខ្លួនក្មួយក៏ចង់ឲ្យគេដឹងក៏ចង់ឲ្យគេនឹងបារម្ភឲ្យចង់ឲ្យគេនឹងខ្វល់ពីការសុខទុក្ខរបស់យើងដែរចង់ឲ្យគេដឹងចង់ឲ្យគេបារម្ភចង់ឲ្យគេខ្វល់ពីការសុខទុក្ខនឹងយ៉ាងម៉េចបានន័យថាចង់ឲ្យគេមកសួរដែរថាតើអ្នកឯងនឹងយ៉ាងម៉េចហើយហើយនឹងយ៉ាងម៉េចហើយនាងឯងនឹងយ៉ាងម៉េចហើយមិននិយាយនាងអ្នកទេមិននិយាយអូនបងអីទេគ្រាន់តែមកសួរថាហើយមិនហើយឯងងាប់នៅអីនៅសុខទុក្ខឯងយ៉ាងម៉េចហើយអីហើយឲ្យតែគេសួរតែប៉ុណ្្នឹងអ្នកកើតឆ្នាំជូតសឹងតែធ្វើការតតែងាប់ប៉ុន្តែមកជីវិតសួរថាតើអ្នកកើតឆ្នាំជូតហ្នឹងដែលទទួលបាននៅភាពសាទរនឹងដែរឬអត់ចម្លើយឆ្លើយថាអត់ទេអត់ដែលមានសោះទៅមកអញ្ចឹងអ្នកកើតឆ្នាំជូតទាំងអស់ហ្នឹងគឺម្នាក់សឹងថាថ្វាយអង្គមលាស្មាលាទៅនៅព្រៃហែមកពៀនឲ្យអស់បាទជីវិតវាអញ្ចឹងបងប្អូនរងកម្មរងវេទនាដែលគេមើលមិនឃើញទៀតអញ្ចឹងអ្នកដែលកើតឆ្នាំជូតទាំងអស់ឈប់រឹងមាំទៀតទៅឈប់ប្រកែទៀតទៅហើយជួយខ្លួនឯងឲ្យច្រើនប៉ាជួយអ្នកដទៃមួយរើយៈសិនបាទអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំជូតទាំងអស់ខ្ញុំលើកឡើងប៉ុណ្្នឹងទេហើយឥឡូវហ្នឹងវាដល់ឆ្នាំឆុងមកទៀតនេះបាទវាដល់ឆ្នាំឆុងមកទៀតអញ្ចឹងនៅក្នុងឆ្នាំ2026ខាងមុខនេះឆ្នាំជូតគឺចំតួរាសីដែលឆុង 100% អញ្ចឹងអ្នកកើតឆ្នាំជូតត្រូវមានបញ្ហា4យ៉ាងដែលត្រូវជួបប្រទះចឹងអ្នកកើតឆ្នាំជូតត្រូវមានបញ្ហា4យ៉ាងត្រូវជួបប្រទះបងប្អូនបាទទី1វិបត្តិសេដ្ឋកិច្ចពាក់ព័ន្ធមួយរឿងលុយកាក់មុខរបរចំនួនជួញដូរមិនសូវល្អមិនសូវកាក់កបមិនសូវរីកចម្រើនទេទី2ពាក់ព័ន្ធជាមួយសុខភាពក៏មិនសូវល្អដែរអាចឈឺអាចមានជំងឺអាចឈឺថ្កាត់ទី3ពាក់ព័ន្ធជាមួយការធ្វើដំណើរវាអាចធ្វើឲ្យយើងនឹងមានបញ្ហានៅក្នុងការធ្វើដំណើរនៅលើដងផ្លូវក្តីឬមួយក៏យើងធ្វើដំណើរទៅណាក្តីចំណែកទី4ត្រូវមានគេលៀបពណ៌ត្រូវមានគេចំណែនឈ្នានីសត្រូវមានគេរករឿងអញ្ចឹងអ្នកដែលកើតឆ្នាំជូតបើយើងមិនបានធ្វើអីសោះនៅក្នុងពេលដែលយើងកំពុងតែឆុងហ្នឹងគឺយើងនឹងមានបញ្ហាយើងនឹងមានឧបសគ្គយើងនឹងមានរឿងចូលមកធ្វើឲ្យយើងទប់ទល់មិនជាប់គ្រាន់តែឥឡូវនេះយើងអត់ឆុងផងយើងទប់ទល់មិនជាប់រួចទៅហើយចឹងតម្រាំទៅឆ្នាំ2026ដែលយើងឆុងទៅទៀតនោះតើយើងទប់ទល់ជាប់ដែរឬអត់អញ្ចឹងអ្នកដែលកើតឆ្នាំជូតយើងត្រូវតែគិតឡើងវិញហើយយើងក៏មិនត្រូវអស់សង្ឃឹមដែរព្រោះតាមក្បួនចិនសាយគេមានវិធីសាស្ត្រនៅក្នុងការជួយឲ្យអ្នកដែលកើតឆ្នាំជូតនឹងប្រែคลายពីលំបាកប្រែคลายពីវេទនានឹងឲ្យមកល្អឡើងវិញអញ្ចឹងអ្នកដែលកើតឆ្នាំជូតទាំងអស់នេះគឺទាមទារឲ្យអ្នកដែលកើតឆ្នាំជូតទាំងអស់ត្រូវកាត់ឆុងចេញអញ្ចឹងការកាត់ឆុងនេះគឺយើងមិនមែនចិត្តតែកាត់តាមការនឹកឃើញទេខ្លះអីអ្នកតាមអនឡាញគេចែកម្លែកគេប្រាប់គេលក់វត្ថុមង្គលកាត់ឆុងមកកកុកហ្នឹងប៉ុន្តែពួកអ្នកទាំងអស់ហ្នឹងសិតតែអ្នកលក់តាមរដូវកាលរដូវគេកាត់ឆុងលក់កាត់ឆុងគេទៅរដូវគេអីអញ្ចឹងទៅគ្មានទៅដឹងបធោប្រធាងអីទេហើយបើសិនជាបងប្អូនផ្លាត់ស្ងៀតទៅធ្វើតាមពួកអ្នកទាំងអស់នោះមួយចំនួនគឺអស់ទាំងថវិកាហើយខាតទាំងលុយហើយកាន់តែខ្លួនឯងដុនដាបទៀតប្រៀបបានដូចយើងឈឺហើយយើងមិនបានព្យាបាលអញ្ចឹងគេមានវិធីសាស្ត្រនៅក្នុងការកាត់ឆុងហើយចំពោះការកាត់ឆុងនៅក្នុងឆ្នាំ2026នេះអ្នកដែលឆុងឆ្នាំដូចជាឆ្នាំជូតឆុង 100% ហ្នឹងណាវាជាឱកាសទៅវិញបាទវាជាឱកាសទៅវិញអញ្ចឹងឱកាសយ៉ាងម៉េចយើងឆុងហើយមិនបានទៅជាឱកាសបើយើងចេះរបៀបនៅក្នុងការកាត់ឆុងណាទោះបីឆុងលំបាកវេទនាតោកយ៉ាក់យ៉ាងម៉េចក៏ដោយយើងនឹងអ្នកដែលកើតឆ្នាំជូតហ្នឹងបើបានកាត់ឆុងយ៉ាងត្រឹមត្រូវគឺនឹងផ្ទុះលៀបនឹងផ្ទុះជ័យនឹងហេងខ្លាំងជាងអ្នកដែលមិនឆុងទៀតអញ្ចឹងអ្នកដែលកើតឆ្នាំជូតទាំងអស់ហ្នឹងគឺត្រូវតែកាត់ឆុងចេញជាបន្ទាន់ដើម្បីឲ្យហេងឲ្យកាក់កបហើយចំពោះការកាត់ឆុងហ្នឹងយើងមានវិធីនៅក្នុងការកាត់ឆុងគេមានដង្វាយគេមានរបៀបនៅក្នុងការធ្វើដើម្បីសែនដល់ទេវតាឆុងគឺទេវតាថៃសួយអញ្ចឹងលោកអ្នកដែលត្រូវកាត់ឆុងអាចពិចារណាឡើងវិញមិនមែនចេះតែកាត់តែប្រេះតែប្រាស់ទេហើយការកាត់ឆុងគឺកាត់ពីឥឡូវតទៅលេយ៉ាងម៉េចឲ្យបានមុនចូលឆ្នាំបាទមុនចូលឆ្នាំហ្នឹងបែរថា
ចូលឆ្នាំតាមក្បួនចិនគឺថ្ងៃ21ខែ12ក្រោយពិសេសនំអ៊ីហើយគឺចូលដល់អាយុឆ្នាំថ្មីអញ្ចឹងយើងត្រូវកាត់ឆុងឲ្យរួចអញ្ចឹងអ្នកដែលកើតនៅឆ្នាំជូតឆុង 100% អ្នកដែលកើតនៅឆ្នាំមមីឆុង 75% អ្នកដែលកើតឆ្នាំថោះអ្នកដែលកើតឆ្នាំឆ្លូវព្រមទាំងអ្នកដែលកើតឆ្នាំរកាដែលឆុងហេងនេះគឺទាមទារឲ្យកាត់ឆុងឲ្យរួចហើយបើយើងបានកាត់ឆុងឲ្យរួចហើយអ្នកឆ្នាំទាំងអស់នេះលែងឆុងហើយសុខចម្រើនហើយនឹងផ្ទុះលៀបនឹងផ្ទុះសំណាងមកវិញអញ្ចឹងយើងចង់ឲ្យយើងឆុងពិបាកវេទនាឬមួយក៏យើងចង់ផ្ទុះលៀបហើយបើយើងចង់ឲ្យផ្ទុះលៀបយើងកាត់ឆុងឲ្យបានត្រឹមត្រូវហើយអញ្ចឹងខ្ញុំគ្រូមហាជុំខ្ញុំគ្រូចិនសាយ20ឆ្នាំជាងហើយអញ្ចឹងខ្ញុំដឹងអំពីរបៀបនៅក្នុងការកាត់ឆុងអញ្ចឹងបងប្អូនកូនក្មួយទាំងអស់អ្នកកើតឆ្នាំជូតអ្នកកើតឆ្នាំមមីអ្នកកើតឆ្នាំថោះអ្នកកើតឆ្នាំឆ្លូវអ្នកកើតឆ្នាំរកាគឺត្រូវកាត់ឆុងចេញទាំងអស់គ្នាក្រោយពីកាត់ហើយនឹងផ្ទុះលៀបនឹងផ្ទុះសំណាងហើយចង់ដឹងថាតើការកាត់ឆុងយ៉ាងម៉េចអានឹងមានតែឆាតចូលពេកហើយសួរនាំទៅឥឡូវនេះយើងវិលមកកាន់រាសីប្រចាំខែវិញអញ្ចឹងអ្នកដែលកើតឆ្នាំជូតលេខសំណាងគឺលេខ457ចំណែកពណ៌សំណាងពណ៌ស្វាយអញ្ចឹងអ្នកដែលកើតឆ្នាំជូតនៅដើមខែធ្នូចូលមកដល់លោកអ្នកមិនសប្បាយចិត្តទេលោកអ្នកមិនរីករាយទេដោយសារតែតួរាសីរបស់យើងត្រូវមានគេផាត់ក្បត់អ្នកកើតឆ្នាំជូតនៅដើមខែយើងអត់សប្បាយចិត្តទេយើងរីករាយអត់រីករាយទេដោយសារត្រូវមានគេផាត់ក្បត់អញ្ចឹងគេមានពាក្យថាផាត់ក្បត់មួយម៉ាត់ហ្នឹងមិនមែនសំដៅទៅលើប្តីប្រពន្ធមិនមែនសំដៅទៅលើគូសង្សារទេការផាត់ក្បត់នេះគឺបែរថាការបាត់ទំនុកចិត្តការបាត់ទំនុកចិត្តហ្នឹងគឺសំដៅទាំងអស់សំដៅទាំងការងារសំដៅទាំងមុខរបររកស៊ីសំដៅទាំងស្នេហាអញ្ចឹងមានគេក្បត់ចិត្តមានគេបំបត្តិទំនុកចិត្តយើងធ្វើឲ្យយើងអ្នកកើតឆ្នាំជូតនេះមានការពិបាកចិត្តអញ្ចឹងដើមខែហ្នឹងអ្នកដែលកើតឆ្នាំជូតទាំងអស់ហ្នឹងគឺត្រូវតែជួបបាទជួបហ្នឹងជួបយ៉ាងម៉េចជួបរឿងដែលក្បត់ទំនុកចិត្តក្បត់ទំនុកចិត្តហ្នឹងក្បត់ទំនុកចិត្តយ៉ាងម៉េចបើយើងរកស៊ីដៃគូរកស៊ីរបស់យើងក្បត់ទំនុកចិត្តមិនល្អជាមួយយើងហើយបើសិនជាយើងមានដៃគូស្នេហាប្តីរបស់យើងឬមួយប្រពន្ធរបស់យើងគឺឈានទៅដល់ការផាត់ក្បត់យើងមិនស្មោះត្រង់ជាមួយយើងអញ្ចឹងអ្នកកើតឆ្នាំជូតត្រូវជួបប៉ុន្តែសួរថាអ្នកកើតឆ្នាំជូតត្រូវធ្វើយ៉ាងម៉េចពេលខ្លះអ្នកកើតឆ្នាំជូតហ្នឹងក៏ដឹងដែរប៉ុន្តែมันអាចហាស្ដីបានព្រោះអ្នកកើតឆ្នាំជូតខ្ញុំបានជំរាបឲ្យថាក្បាលមួយទូលផែនដីតែឯងមានរឿងអីគិតម្នាក់ឯងដោះស្រាយម្នាក់ឯងអញ្ចឹងអ្នកកើតឆ្នាំជូតពេលដែលជួបរឿងបែបហ្នឹងហើយក៏មិនដឹងនិយាយថាម៉េចអានេះគឺជាឥទ្ធិពលឆុងដែលយើងបានដែលបញ្ចូលមកអញ្ចឹងឃើញឲ្យយើងប៉ះពាល់អញ្ចឹងខ្ញុំទាមទារឲ្យយើងកាត់ឆុងចេញកុំឲ្យវាមានបញ្ហាកុំឲ្យវាមានឧបសគ្គកើតឡើងអញ្ចឹងអ្នកដែលកើតឆ្នាំជូតគឺចាំបាច់ត្រូវកាត់ឆុងចេញហើយអ្នកកើតឆ្នាំជូតដើមខែចូលមកដល់នឹងមានការផាត់ក្បត់ប៉ុន្តែបើមានការផាត់ក្បត់មិនថាដៃគូស្នេហាការងារមុខរបរទេអ្នកកើតឆ្នាំជូតត្រូវអត់ធ្មត់ឲ្យខានតែបានព្រោះនៅក្នុងខែ12នេះអ្នកកើតឆ្នាំជូតគឺត្រូវមានបញ្ហាគឺត្រូវមានឧបសគ្គដោយសារនៅខែ12នេះអ្នកកើតឆ្នាំជូតចំខែឆុងយើងត្រូវឆុងឲ្យព្រោះខែ12គឺខែជូតបាទអញ្ចឹងត្រូវប្រយ័ត្នប្រយែងឲ្យមែនតើហើយអ្នកដែលកើតឆ្នាំជូតដដែលបងប្អូនកូនក្មួយចន្លោះពីថ្ងៃទី9ដល់ថ្ងៃទី12អ្នកកើតឆ្នាំជូតនឹងមានកាដូអ្នកកើតឆ្នាំជូតនឹងមានកាដូបានន័យថាក្រោយភ្លៀងមេឃស្រឡះហ្នឹងគឺអ្នកកើតឆ្នាំជូតហ្នឹងក្រោយពីមានរឿងផាត់ក្បត់ក្រោយពីមានរឿងមិនស្មោះត្រង់មកលើយើងចន្លោះពីថ្ងៃទី9ដល់ថ្ងៃទី12អ្នកដែលកើតឆ្នាំជូតហ្នឹងនឹងទទួលបានកាដូឬមួយក៏ទទួលបានអំណោយពីអ្នកដែលនៅជុំវិញខ្លួនអញ្ចឹងកាដូនិងអំណោយនេះគឺជាទីពេញចិត្តគួរជាទីគាប់ចិត្តសម្រាប់យើងអញ្ចឹងយើងចង់ដឹងមើលថាតើយើងចាំមើលថាតើចន្លោះពីថ្ងៃ9ដល់ថ្ងៃទី12នេះអ្នកកើតឆ្នាំជូតនឹងទទួលបានកាដូអីពេលដែលបានកាដូឬមួយបានអំណោយឬមួយក៏បានអ្វីដែលជាកាដូលួងចិត្តខ្លួនឯងនោះសូមលោកអ្នកជួយប្រាប់ដល់លោកគ្រូមហាជុំផងថានឹងមានកាដូអ្វីបាទហើយអ្នកដែលកើតឆ្នាំជូតដដែលចន្លោះពីថ្ងៃទី15ដល់ថ្ងៃទី17អ្នកដែលកើតឆ្នាំជូតត្រូវថែរក្សាសុខភាពបន្តិចពីថ្ងៃ15ដល់ថ្ងៃទី17លោកអ្នកដែលកើតឆ្នាំជូតគឺនឹងមានបញ្ហាសុខភាពធ្វើឲ្យយើងឈឺធ្វើឲ្យយើងអត់សនុកសុខស្រួលនៅក្នុងខ្លួនឬមួយក៏ធ្វើឲ្យយើងមានបញ្ហាផ្នែកឆ្លោះគ្រិចឬមួយក៏មានបញ្ហាផ្នែកឆ្អឹងផ្នែកសរសៃអញ្ចឹងអ្នកដែលកើតឆ្នាំជូតត្រូវមានការប្រយ័ត្នប្រយែងចំពោះបញ្ហាសុខភាពចន្លោះពីថ្ងៃ15ដល់ថ្ងៃទី17អ្នកដែលកើតឆ្នាំជូតដដែលចន្លោះពីថ្ងៃទី21ដល់ថ្ងៃទី24គឺមានគេសងលុយបាទអ្នកដែលកើតឆ្នាំជូតគឺពីថ្ងៃ21ដល់ថ្ងៃទី24មានគេសងលុយអញ្ចឹងនៅចន្លោះថ្ងៃ21ដល់ថ្ងៃ24ហ្នឹងលោកអ្នកដែលកើតនៅឆ្នាំជូតហ្នឹងគឺត្រូវតែធ្វើអ្វីមួយកុំខឹងហើយក៏កុំមួម៉ៅកុំក្តៅក្រហាយពីថ្ងៃទី21ដល់ថ្ងៃ24ហ្នឹងអ្នកកើតឆ្នាំជូតកុំខឹងកុំមួម៉ៅកុំក្តៅក្រហាយត្រូវទុកចិត្តត្រូវទុកអារម្មណ៍ពីព្រោះថាយើងនឹងមានលៀបចូលប៉ុន្តែបើយើងខឹងបើយើងក្តៅក្រហាយគឺធ្វើឲ្យយើងនឹងបាត់លៀបធ្វើឲ្យយើងនឹងដាច់លៀបធ្វើឲ្យយើងសើចអញ្ចឹងពីថ្ងៃ21ដល់ថ្ងៃ24មានគេសងលុយលៀបចូលពិតមែនប៉ុន្តែអារម្មណ៍ឆេវឆាវអារម្មណ៍មួម៉ៅអារម្មណ៍ក្តៅក្រហាយអញ្ចឹងទាមទារឲ្យអ្នកដែលកើតឆ្នាំជូតចន្លោះនៅថ្ងៃ21ដល់ថ្ងៃ24នេះគឺសូមឲ្យបងប្អូនមានការទុកចិត្តទុកអារម្មណ៍ហើយសម្រាប់អ្នកដែលកើតឆ្នាំជូតនៅចុងខែនេះ
សូមបងប្អូនកូនក្មួយត្រៀមចិត្តយើងនឹងអាចមានដំណឹងអាក្រក់ថានឹងមានសាច់ញាតិឬមួយក៏បងប្អូនសាច់ឆ្ងាយនឹងទទួលមរណភាពចឹងបាត់បង់សាច់ញាតិទៅបងប្អូនណាបាទចឹងអ្នកដែលកើតឆ្នាំជូតនៅចុងខែគឺអាចនឹងបាត់បង់សាច់ញាតិបាទចុងខែ12ហ្នឹងណាបងប្អូនណាបាទបាត់បង់សាច់ញាតិចឹងដូចខ្ញុំបានជម្រាបជូនលោកស្រីចឹងថារាល់អ្វីក៏ដោយឲ្យតែខ្ញុំទូទាយគឺខ្ញុំសុំឲ្យខ្ញុំទាយត្រូវបាទធម្មតាគ្រូគឺចង់ឲ្យតែទាយត្រូវទេមែនទេបាទគ្មានគ្រូណាចង់ឲ្យខ្លួនឯងទាយខុសទេប៉ុន្តែខ្ញុំលោកគ្រូមហាជុំគឺខ្ញុំសូមអធិដ្ឋានបួងសួងសូមឲ្យខ្ញុំទាយខុសចោះចំពោះរឿងដែលត្រូវបាត់បង់សាច់ញាតិនៅចុងខែ12នេះសូមមិនឲ្យខ្លាចទៅជារឿងការពិតណាហើយសូមរឿងទាំងអស់ហ្នឹងកុំឲ្យកើតមកលើក្រុមគ្រួសារយើងព្រោះពាក្យខ្មែរគេថារូបប៉ាំងទុកខាងអនិច្ចំអនត្តាគ្មានណាចង់ស្លាប់ទេប៉ុន្តែវាត្រូវតែស្លាប់បាទអញ្ចឹងបងប្អូនកូនក្មួយអ្នកដែលកើតឆ្នាំជូតនេះពេលខ្លះយើងភ័យពេលយើងស្ដាប់ទៅថាអូខ្ញុំឆុងឆ្នាំហ่ะហើយអញ្ចឹងខ្ញុំត្រូវប្រយ័ត្នវាត្រូវប្រយ័ត្នពិតមែនព្រោះអ្នកដែលកើតឆ្នាំជូតហ្នឹងនៅក្នុងខែ12ឆ្នាំ2025នេះគឺជូតឆុងចាប់ដើមឥទ្ធិពលឆុងចូលមក 100% មកបាទនៅក្នុងខែ12នេះឥទ្ធិពលឆុងឆ្នាំជូតគឺចូលមកដល់ហើយអញ្ចឹងព្រោះខែ12គឺជាខែជូតអញ្ចឹងខែជូតវាឆុងហើយឆ្នាំដែលប៉ះជូតគឺមមីឆុងទាំងអស់អញ្ចឹងឆ្នាំជូតឆ្នាំមមីឆ្នាំថោះឆ្នាំលកាឆ្នាំឆ្លូវហ្នឹងគឺឆ្នាំទាំង5ហ្នឹងគឺត្រូវតែឆុងហើយនៅក្នុងឆ្នាំនៅក្នុងខែ12ហ្នឹងអញ្ចឹងឥទ្ធិពលឆុងបានចូលចាប់ពីថ្ងៃស្អែកទៅអញ្ចឹងបានខ្ញុំតែងតែប្រកាសថាឲ្យអ្នកដែលឆុងឆ្នាំទាំងអស់ត្រូវកាត់ឆុងចាប់ពីខែ11ទៅអញ្ចឹងឥឡូវនេះបងប្អូនត្រូវតែកាត់ឆុងទាំងអស់គ្នាដើម្បីទទួលលាភទទួលជ័យបើយើងបានកាត់ឆុងឲ្យបានត្រឹមត្រូវយើងនឹងហេងហើយចំពោះការកាត់ឆុងនេះយើងមិនមែនចេះតែកាត់ទេគេមានវិធីមានក្បួនរបស់គេកាត់បងប្អូននៅក្នុងរាជធានីភ្នំពេញបងប្អូនអាចអញ្ជើញមកកាត់ឆុងដោយផ្ទាល់ជាមួយខ្ញុំលោកគ្រូមហាជុំបានចំណែកបងប្អូននៅតាមខេត្តបងប្អូនមិនបាច់មកទេបើបងប្អូនរវល់បងប្អូនអាចទំនាក់ទំនងយកប្រដាប់ប្រដាកាត់ឆុងនេះយកទៅកាត់ឆុងដោយខ្លួនឯងបានយើងផ្ញើជូនតាមវីរៈបុណ្យធម្មហើយយើងក៏នឹងមានការណែនាំថាយើងត្រូវកាត់ឆុងយ៉ាងម៉េចហើយចំណែកបងប្អូនកូនក្មួយនៅឯក្រៅប្រទេសมันក៏អាចកាត់ឆុងបានដែរបងប្អូនទំនាក់ទំនងចូលเพจលោកគ្រូមហាជុំយើងនឹងណែនាំអំពីរបៀបនៅក្នុងការកាត់ឆុងហើយបងប្អូនកូនក្មួយទាំងអស់គ្នាមិនថាអ្នកដែលកើតឆ្នាំជូតឬមួយក៏ឆ្នាំអ្វីទេប្រសិនបើបងប្អូនចង់ឲ្យផ្ទុះលៀបចង់ឲ្យផ្ទុះសំណាងចង់ឲ្យរាសីឡើងចង់ឲ្យជាជំងឺចង់ឲ្យលុយកាក់មាសប្រាក់ហូរចូលបងប្អូនកូនក្មួយបងប្អូនជាវខ្សែកប៉ប៉ែនេះយកទៅពាក់បងប្អូនកូនក្មួយនេះគឺជាខ្សែកបន្តោងប៉ប៉ែបងប្អូនណាបាទនេះខ្សែកបន្តោងប៉ប៉ែនេះកាលណាយើងយកទៅពាក់នៅជាប់ខ្លួនខ្សែកបន្តោងប៉ប៉ែដែលជាប៉ប៉ែនាំលៀបនាំសំណាងនៅក្នុងឆ្នាំ2026ខាងមុខនេះនឹងជួយជំរុញឲ្យបងប្អូនមានជោគលៀបផ្ទុះលៀបផ្ទុះសំណាងបងប្អូនហេងបងប្អូនកាក់កបបងប្អូនរីកចម្រើនអញ្ចឹងបើមិនជាបងប្អូនទាំងអស់មានខ្សែកបន្តោងប៉ប៉ែនេះចូលហាក់ដូចជាបងប្អូនមានទេវតានាំសំណាងនៅជាប់នឹងខ្លួនជារៀងរហូតទី1យើងមិនភ័យរឿងគ្រោះថ្នាក់បញ្ហាទី2ឆ្នាំក្រោយឆ្នាំធាតុភ្លើងក៏យើងអត់ភ័យរឿងក្តៅក្រហាយរឿងពិបាកវេទនាអីដែរយើងពាក់តែខ្សែកនេះទៅគឺយើងនឹងផ្ទុះលៀបយើងនឹងហេងហើយអញ្ចឹងខ្សែកបន្តោងប៉ប៉ែនេះគឺជាប្រភេទខ្សែកហុងស៊ុយដែលយើងបានប្រសិទ្ធិយ៉ាងត្រឹមត្រូវដែលផ្សំចេញពីធាតុនៃក្បួនហុងស៊ុយយ៉ាងពិតប្រាកដគឺបងប្អូនយកទៅពាក់ទី1ធ្វើបងប្អូនចិត្តត្រជាក់ទី2ធ្វើឲ្យបងប្អូនរាសីឡើងទី3ការពារអមនុស្សខ្មោចព្រាយបិសាចទី4ធ្វើឲ្យបងប្អូនមានលុយហូរចូលផ្ទុះលៀបគេអាណិតគេស្រឡាញ់ពេញចិត្តអញ្ចឹងបងប្អូនជាខ្សែកបន្តោងប៉ប៉ែនេះពាក់ណានឹងមានលៀបនឹងមានជ័យនឹងហេងហើយខ្សែកបន្តោងប៉ប៉ែនេះគឺពាក់បានគ្រប់ឆ្នាំទាំងពីដណ្ដប់ពាក់បានទាំងអស់ពាក់ឲ្យហេងពាក់ឲ្យកកពាក់ឲ្យរីកចម្រើនជោគជ័យរីកចម្រើនអញ្ចឹងខ្សែកនេះយើងមានប្រហែលតែ5ខ្សែទេអញ្ចឹងខ្ញុំសុំមិននិយាយច្រើនទេបើបងប្អូនចង់បានឆាតចូលเพจជាវទៅបើបងប្អូនមិនចង់បានទេអានឹងក៏ទៅតាមនោះទៅហើយអរគុណណាស់លោកអ្នកណាអញ្ចឹងសម្រាប់អ្នកដែលកាត់ឆ្នាំជូតរាសីប្រចាំខែ12ខ្ញុំបានរៀបរាប់រួចទៅហើយអញ្ចឹងលេខសំណាងរបស់បងប្អូនគឺលេខ457ពណ៌សំណាងគឺពណ៌ស្វាយអញ្ចឹងបងប្អូនដែលកើតនៅឆ្នាំជូតសូមបងប្អូនខមមិនលេខសំណាងគឺលេខ457ចំណែកពណ៌សំណាងគឺពណ៌ស្វាយ